và nàyយើងឃើញថាថ្ងៃចូលឆ្នាំបាទខ្មែរបាទកោសក្រានមកកាន់តែពីអីបាទលើសប្រហែលជា2សប្តាហ៍ទៀតទេបាទយើងឃើញថានៅទីតាំងស្ទឹងសៀមរាបបាទដែលស្ថិតក្នុងគម្រោងរក្សានៅលើទឹកបាទដែលរៀបចំឡើងដោយក្រុមបាទការងារបាទកោសក្រាន2025នេះបាទគឺពុកម៉ែបងប្អូនមកលេងខេត្តសៀមរាបបាទកុំភ្លេចបាទកម្មវិធីផ្សារនៅលើទឹកបាទគឺនឹងមានរដ្ឋបពិសេសបាទខ្ញុំពិបាកនឹងបរិយាយព្រោះថាមើលទៅថាគម្រោងគំរូប្លង់បាទគឺស្អាតណាស់បាទគឺផ្សារលើទឹកបាទនេះគឺការរៀបចំតុបតែងបាទសម្រាប់កម្មវិធីកូនក្រានបាទដែលនឹងជាចិត្តមកដល់បាទចិត្តដល់ថ្ងៃហើយបងប្អូននៅសល់តែ2សប្តាហ៍ទៀតទេបាទគឺដល់ហើយត្រៀមបាទកម្មវិធីកូនក្រានបាទ2025បាទគឺរៀបចំមាន3ទីតាំងបាទគឺតាមដឹងបាននៅបរិវេណប្រាសាទអង្គរមួយហើយដល់នៅស្ទឹងសៀមរាបយើងនេះបាទគឺក៏មានការរៀបចំកម្មវិធីផ្សេងដែរបាទគឺគេហៅថាផ្សារលើទឹកបាទពុកម៉ែបងប្អូនជើងមកលេងកុំភ្លេចបាទទៅមុខទៀតដាច់ផ្សាររបស់គេលើបាទការរៀបចំបដារបស់អាជ្ញាធរខេត្តសៀមរាបយើងបាទដែលត្រៀមបាទកម្មវិធីកូនសង្ក្រាន្តបាទផ្សារលើទឹកខេមរ៉ាព័ត៌មានទទួលរាល់ការផ្ដល់ដំណឹងនិងព័ត៌មានផ្សេងៗមកកាន់កម្មវិធីយើងខ្ញុំតាមរយៈលេខទូរស័ព្ទកម្មវិធីយើងខ្ញុំធ្វើការផ្សព្វផ្សាយជូនកម្មវិធីខេមរ៉ាព័ត៌មានពិតក្នុងដៃអ្នក